អត្ថបទស្ដាប់រឿងសេដ្ឋីនិងអ្នកលក់ធ្យូងព្រឹកនេះពេលចេញលេងវាសនាដែលជាកូនសេដ្ឋីបានឆ្លោះដណ្ដើមសៀវភៅជាមួយគឹមដែលជាកូនអ្នកលក់ធ្យូងវាសនាដណ្ដើមសៀវភៅគឹមមិនបានក៏ខឹងរួចតេះដៀលទៅគឹមថាឪពុកឯងជាអ្នកក្រីក្ររកស៊ីលក់ធ្យូងថោកទាបណាស់គ្មានពូជគ្មានអំបូរទេគឹមនៅពេលឮវាសនានិយាយបែបនេះមុខឡើងក្រហមខាំមាត់ស្រក់ទឹកភ្នែកអួលដើមកនិយាយអ្វីពុំរួចលុះទៅដល់ផ្ទះគឹមក៏យករឿងរ៉ាវសពគ្រប់បែបយ៉ាងប្រាប់ឪពុករបស់ខ្លួនរសៀលថ្ងៃដដែលឪពុករបស់គឹមបណ្ដាគឹមទៅសាលារៀនដើម្បីប្តឹងនាយកសាលាអំពីរឿងរ៉ាវដែលវាសនាតេះដៀលគាត់ស្របពេលនោះដែរលោកសេដ្ឋីក៏ជូនវាសនាមកសាលារៀនដូចគ្នាលោកសេដ្ឋីបានឮលោកនាយកសាលានិយាយអំពីឈ្មោះរបស់ខ្លួនក៏ចូលទៅមើលលោកនាយកឃើញលោកសេដ្ឋីហើយក៏និយាយទៅកាន់លោកសេដ្ឋីថាលោកសេដ្ឋីអ្នកលក់ធ្យូងម្នាក់នេះបានមកឲ្យខ្ញុំរកយុត្តិធម៌ឲ្យគាត់ដោយកូនលោកសេដ្ឋីបានតេះដៀលគាត់ថាគឺជាអ្នកទីទាល់ក្រគ្មានពូជគ្មានអំបូរលោកសេដ្ឋីឮបែបនេះហើយក៏ជ្រួញចិញ្ចើមរួចសួរទៅកាន់វាសនាថាវាសនាលោកនាយកនិយាយនេះជាការពិតឬវាសនាឮឪពុកសួរបែបនេះហើយក៏អោនមុខចុះលោកសេដ្ឋីក៏ទាញដៃវាសនាឲ្យឈរទល់មុខគឹមរួចឲ្យវាសនានិយាយសុំទោសគឹមវាសនាមុខឡើងក្រហមហើយអោនមុខចុះមិននិយាយស្ដីអ្វីទាំងអស់លោកសេដ្ឋីនិយាយបន្តហេតុអ្វីបានជាឯងមិននិយាយសុំទោសមិត្តភក្តិឯងបែបនេះបានអញ្ចឹងថាតាមពុកឲ្យខ្ញុំសុំទោសឯងសំឡាញ់នៅពាក្យមិនគប្បីដែលខ្ញុំតេះដៀលឪពុកឯងហើយចាប់ពីពេលនេះតទៅឪពុកខ្ញុំនឹងសុំឪពុកឯងធ្វើជាមិត្តភក្តិទៅថ្ងៃអនាគតអ្នកលក់ធ្យូងនៅពេលឮលោកសេដ្ឋីនិយាយបែបនេះក៏ក្រោកឈរឡើងរួចរាដៃកុំឲ្យវាសនានិយាយតាមពាក្យលោកសេដ្ឋីប៉ុន្តែលោកសេដ្ឋីមិនព្រមវាសនាងើយមើលមុខឪពុករបស់ខ្លួនរួចនិយាយតិចៗថាឲ្យខ្ញុំសុំទោសផងសំឡាញ់នៅពាក្យមិនគប្បីដែលគ្នានិយាយតេះដៀលឪពុករបស់ឯងហើយថ្ងៃនេះឪពុករបស់ខ្ញុំនឹងសុំឪពុករបស់ឯងធ្វើជាមិត្តភក្តិទៅថ្ងៃអនាគតវាសនានិយាយចប់លោកសេដ្ឋីក៏ស្ទុះទៅចាប់ដៃអ្នកលក់ធ្យូងដោយភាពស្និទ្ធស្នាលរួចច្រានវាសនាឲ្យទៅអោបគឹមផងដែរលោកសេដ្ឋីក៏ងាកមករកលោកនាយកវិញរួចនិយាយថាអនុគ្រោះឲ្យខ្ញុំផងណាលោកនាយកសូមលោកនាយកមេត្តាឲ្យគឹមនិងវាសនាអង្គុយជាមួយគ្នាផងខណៈនោះលោកនាយកក៏ឲ្យគឹមយកសៀវភៅមកអង្គុយជាមួយវាសនានៅតុខាងមុខលោកសេដ្ឋីឃើញបែបនេះហើយក៏លាអ្នកលក់ធ្យូងនិងលោកនាយកត្រឡប់ទៅគេហដ្ឋានវិញដោយសេចក្តីរីករាយអ្នកលក់ធ្យូងបានក្រឡេកទៅឃើញវាសនានិងគឹមអង្គុយជិតគ្នារួចគាត់យកដៃមកស្ទាបអង្អែលស្មារបស់វាសនាថ្នមៗដោយសេចក្តីរីករាយរួចនិយាយលាលោកនាយកសាលាត្រឡប់ទៅគេហដ្ឋានវិញលោកគ្រូគាត់មានប្រសាសន៍ទៅកាន់កូននៅក្នុងថ្នាក់ថាហេតុការណ៍នៅថ្ងៃនេះគឺជារឿងប្រសើរណាស់ហើយកូនជាសាក្សីផ្ទាល់អញ្ចឹងចូលកូនចងចាំថាមិនថាអ្នកមានឬអ្នកក្រទេយើងត្រូវចេះស្រឡាញ់និងរាប់អានគ្នាទៅវិញទៅមកបន្ទាប់ពីស្ដាប់រឿងចូលឆ្លើយនឹងសំណួរខាងក្រោម 1. តើគឹមនិងវាសនាឆ្លោះគ្នាអំពីរឿងអ្វី 2. តើវាសនាបានតេះដៀលគឹមដូចម្ដេចខ្លះ 3. តើឪពុកគឹមធ្វើដូចម្ដេចខ្លះ 4. ហេតុអ្វីបានជាឪពុកវាសនាប្រាប់វាសនាឲ្យសុំទោសគឹម 5. តើរឿងនេះចង់អប់រំដូចម្ដេច